តីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងចូលតុលាការកាត់ក្តីពីបទបះបោរប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងដែលត្រូវបានបណ្តេញចេញពីអំណាចលោកយុនសុកយុលបានបង្ហាញខ្លួនក្នុងសវនាការជាលើកទី2នៅថ្ងៃច័ន្ទទី21ខែមេសានេះជុំវិញការបះបោរតុលាការបានអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមនៅក្នុងសវនាការនិងបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតទស្សនភាពនិងរូបភាពអតីតប្រធានាធិបតីនៅក្នុងបន្ទប់សវនាការគូបញ្ជាក់ផងដែរថាការប៉ុនប៉ងដាក់ច្បាប់អាញាសឹករបស់លោកយូនកាលពីខែធ្នូកន្លងទៅបានធ្វើឲ្យប្រទេសកូរ៉េខាងត្បូងធ្លាក់នៅក្នុងភាពចលាចលអស់រយៈពេលជាច្រើនខែហើយបានជំរុញឲ្យតុលាការធម្មនុញ្ញដករូបលោកចេញពីតំណែងប្រធានាធិបតីតែយ៉ាងណាមិញលោកយូនបានបដិសេធចំពោះចេតនារបស់លោកដោយចោទការប្រកាសដាក់ច្បាប់អាញាសឹកនេះគឺជាការចាំបាច់ដើម្បីជូនដំណឹងដល់ប្រជាជនអំពីការប្រឆាំងរបស់គណៈបកប្រឆាំងភាគច្រើនតែប៉ុណ្ណោះរាយការណ៍ពីអ្នកខ្ញុំស្វានី TV5 Online News